បាននៅមុននេះបន្តិចបាទលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានធ្វើដំណើរចាក់ចេញពីសហរដ្ឋអាមេរិកហើយត្រៀមចូលកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ីដើម្បីចូលរួមពិធីចូលហត្ថលេខាសន្តិភាពរវាងកម្ពុជានិងថៃបាទនៅពេលនេះហើយយើងក៏ទទួលបានដំណឹងផងដែរថាអនុទិននាយករដ្ឋមន្ត្រីថៃក៏នឹងចូលរួមក្នុងកម្មវិធីនេះដែរក្រោយពីការប្រកាសថាมันបានចូលរួមឥឡូវនេះគឺគាត់បានចូលរួមហើយក្នុងនោះផងដែរសម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតក៏បានចាកចេញពីរាជធានីភ្នំពេញបាទប្រទេសកម្ពុជាត្រៀមទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងពិធីចុះហត្ថលេខាសន្តិភាពរវាងកម្ពុជាថៃដែលដូណាល់ត្រាំធ្វើជាគេថាអ្នកដឹងឮនៅក្នុងពិធីចុះហត្ថលេខានេះបាទដូច្នេះបងប្អូនសូមរងចាំទស្សនាទាំងអស់គ្នានៅថ្ងៃទី26នេះបាទ